Snap ជួយបែបណាដែលត្រូវធ្វើការព្យាបាលដោយការចាក់បថង់ហើយ Snap ជួយបែបណាដែលត្រូវធ្វើការព្យាបាលដោយការចាក់ពពួក skin booster ឬក៏ការធ្វើម៉ាស៊ីនផ្សេងៗអញ្ចឹងចំពោះ Snap ជ្រួញយើងបែងចែកចេញជាពីរប្រភេទទី1យើងហៅថា static line ហ្នឹងគឺបានន័យថា Snap ជ្រួញនៅពេលដែលយើងសម្រាកអត់ធ្វើចលនាលើផ្ទៃមុខរបស់យើងមាន Snap នឹងហើយស្រាប់ហើយឧទាហរណ៍ថា Snap ដែលនៅលើថ្ងាសឬក៏ Snap ដែលនៅខាងក្រោមភ្នែកឬក៏ Snap line នៅជុំវិញបបោមាត់របស់យើងទូចហ្នឹងអាហ្នឹងគឺជាយើងហៅថា static line គឺនៅពេលដែលយើងអត់មានចលនារបស់សាច់ដុំទេវាមាន snap ហ្នឹងនៅលើផ្ទៃមុខយើងហើយស្រាប់ហើយអញ្ចឹងចំពោះអ្នកដែលមានបញ្ហា snap ជាជួរបែបហ្នឹងយើងអាចព្យាបាលដោយការប្រើប្រាស់ម៉ាស៊ីនឬក៏ការធ្វើការចាក់ប្រភេទskin booster ផ្សេងម៉ាស៊ីនដែលអាចធ្វើទៅបានទី1អាចធ្វើការដាមជុល microneedling RF ឬក៏អាចធ្វើ high full បានហើយចំពោះ snap ជ្រួញមួយទៀតគឺយើងហៅថា dynamic line ហ្នឹងគឺនៅពេលដែលយើងធ្វើចលនាលើផ្ទៃមុខរបស់យើងមាន snap ជ្រួញហ្នឹងបានន័យថានៅពេលដែលសាច់ដុំយើងធ្វើចលនាឧទាហរណ៍នៅពេលដែលយើងលើកអញ្ចើមយើងមាន snap ជ្រួញនៅលើថ្ងាសរបស់យើងឬក៏យើងធ្វើមុខឆ្ងល់មាន snap ជ្រួញនៅបញ្ចុំអញ្ចាមរបស់យើងហើយនៅពេលដែលយើងសើចខ្លាំងយើងមាន snap ជ្រួញនៅកន្ទុយភ្នែករបស់យើងអាចធ្វើការព្យាបាលដោយធ្វើការចាក់បថកបាននៅពេលដែលយើងមាន snap អស់ហ្នឹងតាក់ទងជាមួយនឹងម៉ាស៊ីនឬក៏ skin booster ផ្សេងមិនអាចថាគេទៅដល់សាច់ដុំអាចធ្វើឲ្យស្បែកមុខយើងបាត់ជ្រួញបានទេ